តែបើសិនជាបលឹមឡើងយើងភ្ញាក់ពីគេងអូជីវិតខ្ញុំពិបាកណាស់ខ្ញុំកើតមកមិនស្អាតដូចគេមិនប្រកែកដូចគេធ្វើការយូរហើយនៅតែប្រាក់ខែប៉ុណ្ណឹងហេតុអីក៏ខ្ញុំល្ងងម្លេះហេតុអីក៏ខ្ញុំអន់ម្លេះអញ្ចឹងជីវិតរបស់យើងនឹងបន្តជួបតែរូបភាពបែបនេះដដែលទៀត subconscious mind របស់យើងគឺវាមានឥទ្ធិពលខ្លាំងមែនទែនសម្រាប់រូបភាពនៃជីវិតរបស់យើងដែលយើងរស់នៅជាប្រចាំថ្ងៃពេលណាដែលយើងគិតនៅរឿងអវិជ្ជមាននៅពេលណាដែលយើងនិយាយនៅពាក្យអវិជ្ជមានវាធ្វើឲ្យ subconscious mind របស់យើងនេះមានសភាពអួរអាប់ស្អាប់សពេចសពិលមិនស្រឡះពេលដែលវាមិនស្រឡះវាបញ្ជូនទៅខួរក្បាលរបស់យើងធ្វើឲ្យយើងគិតអ្វីមិនឃើញគេហៅថាល្ងិត8ទិសនឹងឯងទៅខាងនេះក៏ស្មុកទៅខាងនោះក៏ស្មុកទៅខាងណាក៏ស្មុកទីងាយស្រួលបំផុតដែលយើងអាច program វាបានបងប្អូនអាចសាកល្បងមិនចាំបាច់និយាយដល់ពាក្យថាខ្ញុំប្រកែកខ្ញុំឆ្លាតខ្ញុំខ្លាំងខ្ញុំអស្ចារ្យក៏ប៉ុន្តែអ្នកទាំងអស់គ្នាអាចនិយាយបានថាខ្ញុំអាចឆ្លាតបានខ្ញុំអាចប្រកែបានខ្ញុំអាចធ្វើបាននៅពេលណាដែលយើង reprogram វាជាប្រចាំថ្ងៃជាដដែលនោះ subconscious mind របស់យើងនេះវានឹងទទួលបាននៅចំណីថ្មីដែលធ្វើឲ្យចេញឥទ្ធិពលមកជារូបភាពខាងក្រៅនៃជីវិតរបស់យើងដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែប្រយ័ត្ននៅក្នុងការនិយាយនៅក្នុងការគិតចិត្តជាចវាយកាយជាអ្នកបម្រើចិត្តរបស់មនុស្សយើងគឺពិតជាសំខាន់ខ្លាំងមែនទែនសម្រាប់ជីវិតរបស់យើង